តាអ្នកធ្លាប់ឆ្លោះគ្នាហើយទោះឈ្នះការជជែកក៏នៅតែបាត់បង់ទំនាក់ទំនងដែរឬទេមនុស្សជាច្រើនគិតថាការជជែកគ្នាគឺដើម្បីបង្ហាញថាខ្ញុំត្រូវអ្នកខុសប៉ុន្តែការជជែកដែលមានតម្លៃមិនមែនដើម្បីរកអ្នកឈ្នះឬអ្នកចាញ់ទេវាគឺដើម្បីស្វែងយល់គ្នានិងស្វែងរកដំណោះស្រាយដែលភាគីទាំងពីរអាចទទួលយកបានពេលអ្នកស្ដាប់ដោយបើកចិត្តអ្នកអាចរៀនអ្វីថ្មីពេលអ្នកគោរពមតិអ្នកដទៃអ្នកក៏ទទួលបានការគោរពត្រឡប់មកវិញមនុស្សមានប្រាជ្ញាមិនព្យាយាមឈ្នះមនុស្សទេពួកគេព្យាយាមឈ្នះបញ្ហាចាំថាការសន្ទនាល្អមិនមែនបញ្ចប់ដោយអ្នកណាឈ្នះទេប៉ុន្តែបញ្ចប់ដោយដំណោះស្រាយដែលល្អជាងមុនតើអ្នកគិតថាការស្ដាប់ឬការនិយាយមួយណាសំខាន់ជាងក្នុងការដោះស្រាយបញ្ហា